Welcome to វីដេអូថ្មីបាទនិយាយបាទតើតទៅនឹងការបាទកាត់តវីដេអូបាទ short ក៏ដូចជាទំហំបាទនៃវីដេអូ short ទាំងអស់គ្នាមិនថា YouTube បាទឬក៏បាទ TikTok បាទមាន view ក៏ដូចជាបាទ viral ដូចនេះអូខេបើជាដំបូងបើយើងចូលមកកាន់វិធីបាទ CapCut មកបាទរងចាំបន្តិចបាទបងប្អូនយើងទាំងអស់គ្នាបាទបន្ទាប់មកបាទយើង select បាទយកវីដេអូក៏បានបាទយកវីដេអូណាមួយទៅបាទសម្រាប់បាទវីដេអូបាទធ្វើជា short វីដេអូគឺយើងយកវីដេអូដែលបាទមានកម្ពស់ខ្ពស់ជាងបាទតតឹងបាទនិយាយងាយស្រួលស្ដាប់បាទដូចជាវីដេអូនេះមួយចុះបាទនេះគឺជាទំហំក៏ដូចជាទម្រង់បាទនៃការធ្វើជាបាទវីដេអូ short គឺយើងយកជាប្រភេទបាទវីដេអូបែបនេះបាទយើងចូលមកទំហំមកគឺបាទនេះបាទក្របនេះបាទយើងនឹងឃើញបាទទំហំនៃបាទវីដេអូបាទសម្រាប់វីដេអូបាទ long គឺបាទយើងយកបាទ 16.9 បាទវីដេអូបាទរាងធំបាទរាងតតឹងគឺយើងយកបាទនេះ 1.1 នេះគឺមានន័យថាស្មើគ្នា4ជ្រុងបាទចំណែកនេះ4 3បាទសម្រាប់យើងធ្វើបាទវីដេអូ short គឺយើងគួរយកវីដេអូ16បាទន័យថាបើវីដេអូធ្វើ short ទៅគឺបើវីដេអូខ្ទុះបាទចំណែកបើយើងធ្វើវីដេអូ long time គឺយើងគួរយកបើវីដេអូបាទយកបាទ 16.9 នេះបាទតើតើនឹងការបាទកាត់តវីដេអូបើយើងអាចកាត់តបានបាទតើតើនឹងការ add រូប add អីគឺបាទងាយទេបាទសម្រាប់បើ add រូបពីខាងលើគឺយើងបាទជ្រើសយកបាទពាក្យថាបាទ overlay នេះបាទនេះគឺបាទ overlay នេះចូលមកបាទយើង select យករូបភាពណាមួយមកដែលយើងចង់ដាក់ពីមុខឬក៏វីដេអូណាមួយក៏បានដូចគ្នាបាទ example បាទយករូបនេះមួយបាទតាក់ទងទៅនឹងកីឡាករបរទេសមួយមកបាទនេះសម្រាប់បងប្អូនយើងបើចង់កាត់វីដេអូជាពលមានកីឡាគឺបាទងាយស្រួលមែនតើនេះបើយើងចង់ដាក់វីដេអូបាទរូបភាពពីមុខបាទយើងគ្រាន់តែដាក់តាម overlay នេះ